តោះបងប្អូនគ្នាមកតាមដាននៅព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងក្រុមប្រពន្ធចង់លើកគ្នាបាទទៅវាយប្រពន្ធដើមអានឹងមជ្ឈុំងុំថែមទាំងចាក់សាំងដុតទៅទៀតករណីនេះគឺកើតឡើងនៅឯបាទខេត្តតាកែវករណីអំពើហិង្សាមួយបានកើតឡើងនៅវេលាម៉ោងប្រមាណជាង7យប់នៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ដែលស្ថិតនៅខេត្តតាកែវដោយសារតែស្ត្រីជាប្រពន្ធចង់បានត្រៀមទុកជាមុននិងមានកិច្ចសហការគ្រប់គ្រងដោយញាតិមិត្តកូនចៅចុះប្រើប្រាស់អំពើហិង្សាដោយវាយស្ត្រីជាប្រពន្ធដើមឲ្យរងរបួសធ្ងន់រួចចាប់ស្រោចសាំងពីលើរួចដុតយកតែម្ដងហើយអ្នកភូមិក៏ឃើញដែរក៏ប៉ុន្តែត្រូវបានគេគំរាមកំហែងក្នុងនោះផងដែរអាជ្ញាធរមូលដ្ឋានសង្កាត់បានឲ្យដឹងថាករណីហិង្សាឃោឃៅនេះព្រោះតែមុនស្នេហ៍របស់បុរសវ័យចំណាស់ម្នាក់ដែលមានអាយុ54ឆ្នាំបានទៅបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីម្នាក់ឈ្មោះនាងមេងរស់នៅភូមិជាមួយគ្នាអស់រយៈពេលប្រមាណជាង10ឆ្នាំទៅហើយដោយខ្លួនមានភរិយាដើមឈ្មោះលៀនណៃហ៊ុនអាយុ40ឆ្នាំបន្ទាប់ពីបង្កឲ្យមានទំនាស់ជាញឹកញាប់កន្លងមកក៏បណ្ដាលឲ្យប្តីជិះទូកពីរនៅក្បែរគ្នាក្នុងពេលតែមួយដោយធ្វើការបិទភ្នែកបិទត្រចៀកនៅគ្រាកន្លងមកផងដែរក៏ធ្លាប់មានការប៉ះពាក្យសម្ដីនឹងអំពើហិង្សាតិចតួចផងដែរប៉ុន្តែមិនធ្ងន់ធ្ងរដូចលើកនេះនោះទេសាស័យនៅក្នុងភូមិបានបន្តឲ្យដឹងថាមុនពេលកើតហេតុស្ត្រីជាប្រពន្ធដើមបានទៅថ្លឹងស្រូវរួមនៅផ្ទះជិតជាមួយនឹងស្ត្រីជាប្រពន្ធចង់ហើយពេលត្រឡប់មកវិញក៏ជួបនឹងក្រុមខាងប្រពន្ធចង់ដែលមានគ្នាប្រមាណជាជាង5នាក់ត្រៀមបំរុងរួចជាស្រេចចាប់វាយឲ្យរបួសធ្ងន់រួចហើយទៅចាក់សាំងដុតតាមក្រោយនៅក្នុងហេតុការណ៍នោះបើទោះបីជាក្មេងខ្មាំងបាទអ្នកនៅភូមិស្រែកសូមឲ្យបន្ធូរដៃឬបញ្ឈប់អំពើហិង្សាយ៉ាងណាក៏ដោយក៏ភាគីខាងប្រពន្ធចង់បែរជាស្រែកគំរាមទៅលើប្រជាពលរដ្ឋនិងអ្នកភូមិដែលបាទស្រែកហាមឃាត់ផងដែរអ្នកភូមិបានបន្តទៀតថាភាគីខាងប្រពន្ធចង់បានត្រៀមបំរុងរួចជាស្រេចដូចជាប្រណុងដំបងនិងប្រេងសាំងជាដើមដោយភាគីប្រពន្ធចង់ដែលមានគ្នាប្រមាណជាជាង5នាក់គឺនាងមេងត្រូវជាប្រពន្ធចង់នាងផារីត្រូវជាប្អូនស្រីប្រពន្ធចង់និងសោតត្រូវជាកូនប្អូនស្រីប្រពន្ធចង់ពួកគេមានគ្នា5នាក់សុទ្ធតែប្រើប្រាស់កណ្ដាប់ដៃដំបងប្រណុងនិងបាទចាប់ស្ត្រីរងគ្រោះស្រោចសាំងហើយដុតភ្លាមបន្ទាប់ពីមានហេតុការណ៍នោះស្ត្រីរងគ្រោះបានត្រូវបានសេចញាតិនិងមិត្តភ័ក្តិបាទបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដែលរហូតមកទល់នៅពេលនេះបានចាក់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ទៅហើយរាជភាគីជនបង្កប៉ុនប៉ងបើករថយន្តគេខ្លួនប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនទាំងយប់បាន3នាក់បាទឥឡូវនេះគ្មានអីទេមានតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហ្នឹងឯងអញ្ចឹងរឿងរ៉ាវពាក់ព័ន្ធទៅនឹងព័ត៌មានមួយនេះគឺខ្លាំងមែនទែនបាទផ្ទុះសាហាវហើយទុកថាជាសំណាងហើយដែលដុតมันបានឆេះទាំងផ្ទះទាំងអីណាបើករណីនៃការករណីខ្លះគឺដុតឲ្យសម្លាប់ចោលតែម្ដងតែក៏ប៉ុន្តែករណីនេះគឺដុតឲ្យចេះសង្គ្រោះទាន់ពេលវេលា